សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមិនដែលលេងប្រៃទៀតហើយព្រោះអីជារដូវខ្ទឹមប្រៃដុះឡើងស្គូស្គីពីហ្នឹងតែម្ដងពុកម៉ែបងប្អូនចាំមើលណាខ្ញុំបើកឲ្យបងប្អូនមើលចានេះណាខ្ទឹមប្រៃពុកម៉ែបងប្អូនគឺដុះល្អមែនតើបងប្អូនដកមកមើលស្លឹកវាដូចជារៀងរាល់ឆ្នាំអញ្ចឹងគឺធំក្លិនខ្ទឹមតែម្ដងខ្ញុំយកទៅឆាគឺញ៉ាំឆ្ងាញ់តែម្ដងគឺថាដុះពេញព្រៃទាំងអស់មិនខ្វះឲ្យបងប្អូនច្រើនខ្លាំងមែនតើហ្មងហើយចាប់ផ្ដើមដកហើយចាពុកម៉ែបងប្អូននេះមើលនេះគឺជាផ្ការបស់វាណានេះគឺជាដើមគេគឺបងមើលធំខ្លាំងមែនតើគឺដុះល្អខ្លាំងមែនតើស្រស់មែនតើតែម្ដងនេះយកទៅឆាញ៉ាំឆ្ងាញ់ខ្លាំងណាស់បងប្អូនបងប្អូនល្អខ្លាំងណាស់ណាដកបានធំខ្លាំងមែនតើបងប្អូនខ្ទឹមប្រៃញ៉ាំទៅជាមួយសុខភាពយើងល្អខ្លាំងណាស់បងប្អូនហើយនៅផ្សារទំនើបក៏គេលក់ដែរតម្លៃវាក៏ថ្លៃគួរសមដែរតែនេះនៅក្នុងព្រៃយើងមករើសណាគឺអត់អស់លុយហើយរបស់ល្អទៀតបងប្អូនធម្មជាតិទឹកតែម្ដងណាឥឡូវដែរពីផុតពីព្រៃខ្ទឹមមកបងប្អូនឃើញការព្រៃក៏ស្អាតមែនតើស្អាតខ្លាំងគឺចិត្តនៅក្នុងព្រៃបងប្អូនទៅចិត្តរីករាយគ្រប់គ្នាចាលើបងប្អូនបានពេញមួយថងហើយប្រហែលជា1គីឡូអីដែរយកទៅផ្ទះទុកចំអិនម្ហូបញ៉ាំថ្ងៃងាយនេះបងប្អូនសុខសប្បាយទាំងអស់គ្នាជម្រាបលាវិគីវីដេអូរបស់បាយបាយ